ជំរាបសួរលោកគ្រូអ្នកគ្រូនិងមិត្តភ័ក្តិទាំងអស់គ្នានាងខ្ញុំឈ្មោះខាន់សវណ្ណខេម៉ារៀននៅថ្នាក់ទី6កនៃសាលារៀនបញ្ញាជនកម្ពុជាថ្ងៃនេះខ្ញុំមកអានអត្ថបទមួយដែលមានចំណងជើងថារឿងក្តីស្រមៃដកស្រង់ចេញពីសៀវភៅពុម្ពភាសាខ្មែរថ្នាក់ទី6រឿងក្តីស្រមៃសិដ្ឋាជាសិស្សរៀននៅវិទ្យាល័យមួយក្នុងខេត្តសៀមរាបនាងមានបងស្រីម្នាក់ឈ្មោះសុភាពពីការជើងខាងសុភាពតែងស្រមៃថានាងនឹងមានការងារសមរម្យមួយនៅក្នុងពេលអនាគតថ្ងៃមួយពេលដែលសិដ្ឋារៀបនឹងចេញទៅបន្តការសិក្សានៅភ្នំពេញសុភាពសុំប្អូនទៅតាមដែរព្រោះចង់រកការងារធ្វើសិដ្ឋានិយាយទៅកាន់បងស្រីដោយក្តីអាណិតក្រៃលែងបងស្រីកុំព្រួយអីចាំខ្ញុំមានការងារធ្វើខ្ញុំចិញ្ចឹមបងមិនឲ្យពិបាកធ្វើការនឿយហត់ឡើយសុភាពមិនពេញចិត្តនឹងគំនិតនេះទេនាងឆ្លើយតបទៅប្អូនបងមានដៃអាចធ្វើការបានបងមិនអាចរស់ដោយសារប្អូនបានទេបងត្រូវតែរកការងារតាមលទ្ធភាពរបស់បងនាងបន្តទៀតថ្ងៃមុនបងមើលទូរទស្សន៍ឃើញមានហាងមួយលក់ការស្អាតបងចង់ទៅរៀនកាច់ផ្កាណាស់ឲ្យបងទៅជាមួយផងសិដ្ឋាមិនអាចខាត់បងស្រីបានក៏សុខចិត្តឲ្យបងស្រីទៅតាមមកដល់ភ្នំពេញសុភាពបានរៀនកាច់ផ្កានៅក្នុងហាងលក់ផ្កាដោយបំណងរបស់នាងអាស្រ័យដោយមានការខិតខំប្រឹងប្រែងមិនយូរប៉ុន្មានសុភាពក្លាយជាអ្នកកាច់ផ្កាដ៏ជំនាញម្នាក់ត្រឡប់មកស្រុកកំណើតវិញនាងបានបើកហាងតូចមួយលក់ផ្កានៅជិតផ្សារក្នុងពេលប្រកបអាជីពនាងបានប្រើគំនិតច្នៃប្រឌិតបន្ថែមធ្វើឲ្យផ្កានៅក្នុងហាងរបស់នាងមានគ្រប់បែបហើយថ្លៃជានិច្ចរាល់ថ្ងៃគេឃើញមានភ្ញៀវចេញចូលឥតឈប់ឈរសុភាពសប្បាយចិត្តណាស់ពេលនេះក្តីស្រមៃរបស់នាងខ្លាចជាការពិតហើយសិដ្ឋាកោតសរសើរបងស្រីនេះណាស់សិដ្ឋាគិតថាមនុស្សពិការទាំងអស់សុទ្ធតែមានលទ្ធភាពកសាងជីវិតខ្លួនឲ្យល្អប្រសើរឡើងទៅតាមសមត្ថភាពរៀងៗខ្លួននិងអាចរស់នៅក្នុងសេចក្តីថ្លៃថ្នូរខណៈពេលនេះរឿងខ្លីដែលនាងខ្ញុំបានអានបានដល់ទីបញ្ចប់ហើយសូមអរគុណសម្រាប់ការទស្សនា